ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Phoniset ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីនិកម្មភាព Unemployment យកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យមូលហេតុនិងរូបមន្តដើម្បីគណនាអត្រានិកម្មភាពតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើនិកម្មភាពជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងពន្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីនិកម្មភាពដែលតែងតែកើតឡើងក្នុងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនានាក្នុងសកលលោកសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Macroeconomic របស់លោក Michael Parkin បោះពុម្ពលើកទី14ក្នុងឆ្នាំ2022នៅចំពុកទី5ទំព័រទី140បានប្រាប់យើងអំពីនិយមន័យមូលហេតុនិងរូបមន្តដើម្បីគណនាអត្រានិកម្មភាពតើនិកម្មភាពជាអ្វីនិកម្មភាពឬភាពគ្មានការងារធ្វើមានន័យថាអ្នកដែលស្ថិតនៅក្នុងកម្លាំងពលកម្មមានលទ្ធភាពធ្វើការងារបច្ចុប្បន្នគ្មានការងារធ្វើនិងកំពុងប្រឹងប្រែងរកការងារធ្វើក្នុងរយៈពេលមួយដែលបានកំណត់ឧទាហរណ៍មានរោងចក្រកាត់ដេរសម្លៀកបំពាក់មួយបានខ្សែធនដោយសារតែកម្រិតនៃការនាំចេញធ្លាក់ចុះដូច្នេះកម្មករ300នាក់បានបាត់បង់ការងារធ្វើហើយពួកគេទាំងនោះខិតខំប្រឹងប្រែងស្វែងរកការងារថ្មីបន្តទៀតកម្មករទាំងនេះត្រូវបានហៅថានិកម្មភាពនេះជាមូលហេតុមួយចំនួនដែលបណ្ដាលឲ្យកើតមាននិកម្មភាពទី1វិបត្តិសេដ្ឋកិច្ចដោយសារតែអង្គភាពអាជីវកម្មជាច្រើនបាត់បង់ប្រាក់ចំណេញហើយអង្គភាពអាជីវកម្មទាំងនោះបានកាត់បន្ថយកម្មករជាក់ស្ដែងក្នុងវិបត្តិ COVID-19 សន្តាគារជាច្រើននិងក្រុមហ៊ុនអាកាសចរបានកាត់បន្ថយបុគ្គលិករបស់ពួកគេទី2ការរីកចម្រើននៃបច្ចេកវិទ្យាដែលម៉ាស៊ីនឬ software ជាច្រើនបានជំនួសកន្លែងធ្វើការងាររបស់កម្លាំងពលកម្មឧទាហរណ៍ម៉ាស៊ីន check out នៅតាមផ្សារទំនើបបានជំនួសកន្លែងធ្វើការងាររបស់បុគ្គលិកទី3ការងារមិនត្រូវនឹងជំនាញដែលបុគ្គលិកឬកម្មករមិនអាចស្វែងរកការងារដែលសមស្របទៅនឹងជំនាញរបស់ខ្លួនឧទាហរណ៍និស្សិតដែលរៀនជំនាញគណនេយ្យមិនអាចស្វែងរកការងារជាបេឡាក្នុងធនាគារបានដោយសារតែមានម៉ាស៊ីន ATM ជំនួសកន្លែងការងាររបស់ពួកគេទី4កត្តាពេលវេលាឬរដូវកាលដែលការងារកើតមានឡើងតាមអំឡុងពេលជាក់លាក់មួយក្នុងមួយឆ្នាំដូចជាភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅរដូវប្រាំងជាជាងនៅរដូវវស្សាទី5កំណើនប្រជាជនមានន័យថាចំនួនការងារដែលមានគឺតិចជាងចំនួនកម្លាំងពលកម្មកត្តានេះបណ្ដាលឲ្យមាននិកម្មភាពកើតឡើងនេះជារូបមន្តដើម្បីគណនាអត្រានិកម្មភាពអត្រានិកម្មភាពស្មើនឹងចំនួនអ្នកគ្មានការងារធ្វើចែកនឹងចំនួនអ្នកនៅក្នុងកម្លាំងពលកម្មគុណនឹង100ខាងក្រោមនេះជាឧទាហរណ៍សាមញ្ញដើម្បីគណនាអត្រានិកម្មភាពឧទាហរណ៍នៅប្រទេស A ក្នុងកំឡុងឆ្នាំ2025នេះចំនួនអ្នកមានការងារធ្វើស្មើនឹង1លាននាក់និងចំនួនអ្នកនៅក្នុងកម្លាំងពលកម្មស្មើនឹង17លាននាក់តោះយើងទៅគណនាអត្រានិកម្មភាពជាមួយគ្នាតាមរូបមន្តអត្រានិកម្មភាពស្មើនឹងចំនួនអ្នកគ្មានការងារធ្វើចែកនឹងចំនួនអ្នកនៅក្នុងកម្លាំងពលកម្មគុណនឹង100យើងធ្វើការចំនួនលេខតាមទីតាំងរបស់អញ្ញត្តិនីមួយៗដូចនេះអត្រានិកម្មភាពរបស់យើងស្មើនឹង 5.88% ខ្ញុំសូមបង្ហាញជូនបន្ថែមទៀតអំពីអត្រានិកម្មភាពរបស់ប្រទេសមួយចំនួនក្នុងពិភពលោកបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោកក្នុងឆ្នាំ2024កន្លងមកនេះសហរដ្ឋអាមេរិកមានអត្រានិកម្មភាពប្រមាណ 4.1% ប្រទេសចិនមានអត្រានិកម្មភាពប្រមាណ 4.6% ប្រទេសអាល្លឺម៉ង់មានអត្រានិកម្មភាពប្រមាណ 3.4% ប្រទេសអារ៉ាប៊ីសាអូឌីតមានអត្រានិកម្មភាពប្រមាណ 1.7% និងប្រទេសកម្ពុជាមានអត្រានិកម្មភាពប្រមាណ 3.9%សរុបជារួមមកនិកម្មភាពឬភាពគ្មានការងារធ្វើមានន័យថាអ្នកដែលស្ថិតនៅក្នុងកម្លាំងពលកម្មមានលទ្ធភាពធ្វើការងារបច្ចុប្បន្នគ្មានការងារធ្វើនិងកំពុងប្រឹងប្រែងរកការងារធ្វើក្នុងរយៈពេលមួយដែលបានកំណត់ហើយកត្តាដែលបណ្ដាលឲ្យមាននិកម្មភាពមានដូចជាវិបត្តិសេដ្ឋកិច្ចការរីកចម្រើននៃបច្ចេកវិទ្យាការងារមិនត្រូវនឹងជំនាញកត្តាពេលវេលាឬរដូវកាលនិងកំណើនប្រជាជនខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិកម្មភាពដែលតែងតែកើតមានឡើងក្នុងសកលលោកសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត